ជំរាបសួរគ្រូខ្ញុំបាទឈ្មោះតេសវណ្ណរាមកពីគ្រូ SV15 ថ្ងៃនេះខ្ញុំធ្វើការបញ្យល់ពីកូដ JavaScript ដែលបង្កើត reform ដំបូងយើងបង្កើត HTML មួយដែល HTML នោះយើងបង្កើតនៅ div នៃឈ្មោះថា container មួយដែល div container នេះវាកដោបនៃកញ្ចប់កូដដែលយើងសរសេរអំពី design star និង student list ជាដំបូងបន្ទាប់ពី container ហើយយើងបង្កើត div ដែលយើងដាក់ឈ្មោះវាថា form បន្ទាប់មកនៅក្នុង form ហ្នឹងយើងមាន design star ហើយយើងមាន label name input ហើយ text ដែលសម្រាប់បញ្ចូល name ហើយនឹង label email សម្រាប់បញ្ចូល email និងសម្រាប់ដាក់ឈ្មោះពីលើ input ដែលជាចំណងជើងរបស់ email ហើយយើងបង្កើត email មួយ input សម្រាប់បញ្ចូល email ហើយនឹង label ដែលយើងសម្គាល់ថាវាជាចំណងជើងពីលើសម្រាប់ input ដាក់ profile ហើយយើងបង្កើត input មួយដែលថាវាជា URL សម្រាប់បញ្ចូល link URL ហើយបន្តមកទៀតយើងបង្កើត div មួយខ្លះវាដាក់ឈ្មោះធំដែលក្នុង class បឋមនេះយើងខ្ចប់កញ្ចប់កូដកូដដែលបង្កើតបឋមbtn cancel និង btn save ដើម្បី save និង cancel នៅទិន្នន័យដែលយើងបានបញ្ចូល on click reset form សម្រាប់ពេលយើង click វាទៅយើង cancel នៅអ្វីដែលយើងដែលទិន្នន័យដែលយើងបានបញ្ចូលយើងលុបវាចេញចំណែក on click save student save នៅពេលយើងចុច save ហ្នឹងទិន្នន័យវានឹងរត់ទៅរក student list ហើយយើងមកដល់ student list យើងមកដល់នេះយើងត្រូវបង្កើត div មួយដែលដាក់ខ្លះវាថា list container ហើយចំណងជើងវាយើងដាក់ h1 ជា page header heading យើងដាក់ student list បន្តមកទៀតយើងបង្កើត table មួយដែល id វាដាក់ student table ហើយបន្តមកយើងបង្កើតនៅ tr មួយដែលខ្លះវាដាក់ឈ្មោះថា table header ហើយក្នុងនោះយើងដាក់ th ដើម្បីកំណត់លេខរៀងរបស់វាឲ្យវារត់ជាជួរហើយបន្តមកទៀតយើងចូលដល់ JavaScript យើងសរសេរនៅក្នុង file index តែម្ដងជាដំបូងយើងបង្កើត array មួយដែលទទួលទទេមួយសម្រាប់រក្សាព័ត៌មាននិស្សិតទាំងអស់ហើយយើងបង្កើត array ទៀតដែលឈ្មោះ let index នឹងវាជា table មួយដែលយើងបង្កើតវាមកសម្រាប់សម្គាល់ថាយើងកំពុងតែចង់កែទិន្នន័យណាមួយហើយចូលមកដល់ function render table មកងារនេះវាបង្ហាញតារាងនិស្សិតទាំងអស់នៅលើ HTML ហើយបន្តមកទៀតយើងចូលទៅដល់T-body document query selector នៅក្រោមវានេះយើងឃើញ T-body ណា HTML វាគឺសម្រាប់លុបព័ត៌មានចាស់ដើម្បីបញ្ចូលព័ត៌មានថ្មីចូលហើយបន្តមកទៀតយើងឃើញយើងបង្កើត student យើងសេ student for h ហើយ student ក្នុងមាន index ហើយបន្តមកយើងសេ T-body in HTML បូកស្មើហើយ tr td ក្នុង tr មាន td ហើយ index បូក1ហើយ td ខមនេះគឺសម្គាល់អំពីរូបភាពបន្តមកទៀត td មួយទៀតគឺសរសេរដើម្បីសម្គាល់ពីឈ្មោះរបស់ student បន្តមកសម្រាប់ email របស់ student ហើយបន្តមកទៀតប៊ូតុងខ្លះ
bit and delete vìសម្រាប់រឿងខ្លះ bit and delete on click delete student index ប៊ូតុងនេះគឺយើងសម្រាប់បង្កើតមកដល់ពេលយើងចុច on click ទៅវានឹងលុបទិន្នន័យដែលយើងបានបញ្ចូលហើយប៊ូតុងខ្លះ bit and edit on click edit student index ដល់ពេលយើងចុចប៊ូតុងហ្នឹងទៅយើងនឹងអាចកែទិន្នន័យបានហើយចូលមកដល់ function student យើងបង្កើត content document get element by id name value trim យើងបង្កើតនេះដើម្បីឲ្យវាចាប់យកតម្លៃរបស់ net ដើម្បីយកទៅ import ហើយ email document get element id គឺវាបង្ហាញដើម្បីចាប់យក email និង profile ក៏យើងធ្វើការចាប់យកនៅព័ត៌មានរបស់ file ដើម្បីឲ្យវាស្គាល់បន្តមកទៀតយើងបង្កើត មួយដើម្បីដាក់លក្ខខណ្ឌ name email និង profile បើសិនជាយើងចូលខុសទៅន័យវានឹង load message alert please fill in all file ហើយបន្តមកទៀតយើងបង្កើត function មួយដែលមានឈ្មោះថា reset form function នេះគឺវាបង្កើតមកដើម្បីclear នៅព័ត៌មានចាស់ទាំងអស់ដើម្បីចាប់យកព័ត៌មានថ្មីហើយចំណែក edit index ស្មើដល់1គឺយើងបង្កើតថាយើងមិនទាន់បានកែប្រែនៅទិន្នន័យណាមួយទៅឡើយទេហើយបន្តមកយើងបង្កើត function មួយទៀតដែលមានឈ្មោះថា delete student index function នេះវាបង្កើតមកសម្រាប់លុបទិន្នន័យណាមួយឬលុបសិស្សណាមួយចេញពីបញ្ជីហើយយើងប្រើលក្ខខណ្ឌមួយនៅពេល confirm យើងនឹង alert message មួយដែលសួរថាតើយើងចង់លុបសិស្សអ្នកណាទេបើយើង click OK វានឹងលុបហើយបន្តមកយើងចូលដល់ function មួយទៀតគឺ function edit student ដែល function នេះបង្កើតមកសម្រាប់កែប្រែព័ត៌មានឬទិន្នន័យរបស់សិស្សណាម្នាក់ហើយចំណែក document get element by id name email និង profile គឺសម្រាប់បំពេញទិន្នន័យសិស្សនៅក្នុង form ហ្នឹងហើយចំណែក edit index smart index វាកំណត់ថាសារយើងកំពុងកែហ្នឹងវាស្ថិតនៅ index នៃ array របស់ student ចាប់ហើយបន្តមកទៀតយើងធ្វើការរាំងវាយើងឲ្យបញ្ចូលឈ្មោះវាយើងបញ្ចូល email mail.com ហើយយើងបង្កើតយើងយករូបភាពមួយហើយយើង save វានឹង load បើសិនជាយើងចង់ clear ទិន្នន័យបើសិនយើងចង់ clear ទិន្នន័យយើងចុចខ្វែងបើសិនជាយើងចង់ edit ទិន្នន័យយើងត្រូវចុចសញ្ញាខ្មៅដៃនេះដែលយើងអាចកែប្រែ edit វាបានបើយើងចុចខ្វែងវានឹងលុបទិន្នន័យតើមើលយើង save ម្ដងទៀតវានឹងចូលយើងបញ្ចូលនៅឈ្មោះថ្មីនិង email ថ្មីហើយនឹងURL វានឹងសូឈ្មោះមកsave វាមានតែប៉ុណ្ណឹងអរគុណច្រើន